bạn ngày ta dương tôi mớiរបៀបនៃការ download នៅវីដេអូផ្សេងៗពី Facebook các bạn này thì Facebook มันថាវីដេអូអ្វីទេបាទហ្នឹងហើយវីដេអូដែលសំខាន់ឬក៏មិនសំខាន់យ៉ាងណាបើសិនជាយើងចង់ធ្វើការ download ចេញពី Facebook គឺងាយបំផុតហ្នឹងហើយងាយបំផុតបាទហ្នឹងហើយបើសិនជាបងប្អូនណាដែលគាត់មិនទាន់ចេះទេគឺយើងអាចចូលទៅមើលបានជួនកាលមិនទៀតខ្លះគឺគាត់មិនទាន់ចេះទេបាទបើចេះយើងអាចចូលទៅមើលទាំងអស់គ្នាបាទឥឡូវឧទាហរណ៍ថាបើសិនជាយើងពេញចិត្តនៅវីដេអូឬក៏คลิปណាដែលយើងពេញចិត្តនេះគឺយើងធ្វើការ copy គេហៅថា copy នៅ link របស់វីដេអូហ្នឹងមកយកដើម្បីយកធ្វើការ download បាទតែយើងទៅមើលទាំងអស់គ្នាជំនាញដំបូងហ្នឹងគឺយើងចូលមកកាន់ app Facebook របស់យើងមកបាទដើម្បីធ្វើការយកនៅ link វីដេអូណាដែលយើងពេញចិត្តនេះយកមកធ្វើការ download បាទបើយើងធ្វើការចេញមកបាទហ្នឹងហើយបន្ទាប់ពីយើងឃើញនៅคลิปឬក៏វីដេអូដែលយើងពេញចិត្តហើយយើងធ្វើការចុចចំត្រង់កន្លែងសញ្ញាព្រួញបាទធ្វើការចុចធ្វើការ download បាទចេញមកបាទបន្តមកទៀតយើងធ្វើការចុចចម្លងដំណឬក៏ copy បាទបន្តមកទៀតគឺយើងថយឲ្យអស់មកបាទហ្នឹងហើយទៀតគឺយើងចូលមកកាន់គេហៅថា Telegram របស់យើងមកទាំងអស់គឺយើងចូលមកបាទបន្តមកទៀតយើងមើលទៅសញ្ញាព្រួយខាងលើយើងធ្វើការចុចមកបាទយើងវាយនៅពាក្យថា TikTok download តែ TikTok download នេះគឺយើងអាចធ្វើការ download Facebook បានដែរណាបាទហ្នឹងហើយ download បានទាំង TikTok download បានទាំងFacebook បាទហ្នឹងហើយបើយើងធ្វើការវាយមកបាទហ្នឹងហើយដោយសារតែខ្ញុំធ្លាប់រៀបរាប់ហើយវាចេញមកខាងក្រោមនេះត្រង់កន្លែងទៀតថា TikTok download បាទត្រង់ចំណុចនេះយើងធ្វើការចុចមកបន្តមកទៀតគឺយើងធ្វើការយកនៅគេហៅថា link ដែលយើងធ្វើការ copy មិញហ្នឹងគឺយើងយកធ្វើការផាសចូលចំកន្លែងនេះបាទហ្នឹងហើយធ្វើការចុចផាសមកបាទហើយក៏បន្តមកទៀតយើងធ្វើការចុចបញ្ជូនកំពុងតែនឹងចេញមកហើយហ្នឹងហើយអានេះគឺជាคลิปវីដេអូដែលយើងត្រូវការមិញហ្នឹងបាទយើងធ្វើការចុចចំវីដេអូហ្នឹងមកបាទយើងមើលទៅវីដេអូរបស់យើងហ្នឹងគឺស្រស់ស្អាតណាស់បើសិនជាមានលុយធ្វើបែបនេះពិតជាល្អបាទហ្នឹងហើយក៏បន្តមកទៀតបងប្អូនមើលទៅខាងលើចំត្រង់កន្លែង3បាទយើងធ្វើការចុចមកបាទហើយក៏យើងមើលចំត្រង់កន្លែងខាងលើបំផុតចំត្រង់កន្លែងទៀតថា save to gallery បាទយើងធ្វើការចុចមកបាទបន្តមកទៀតចេញមកបែបនេះយើងធ្វើការចុចនៅពាក្យថា OK បាទបើអញ្ចឹងយើងធ្វើការរងចាំមកសន្ទុះទៅដោយសារតែខាងទូរស័ព្ទឬក៏នេះរបស់យើងនឹងកំពុងតែធ្វើការ download ឲ្យយើងបាទបើអញ្ចឹងបន្តមកទៀតយើងចូលទៅមើលនៅកន្លែង album gallery ឬក៏កន្លែងផ្ទុកនៅរូបភាពនិងវីដេអូរបស់យើងបាទយើងធ្វើការចេញពីកន្លែងនេះអស់មកបាទបន្តមកយើងចូលមកកន្លែងរូបភាពរបស់យើងហើយក៏បន្តមកទៀតយើងមើលចំត្រង់កន្លែងដែលយើងធ្វើការ download មិញហ្នឹងគឺនេះឯងបាទនេះគឺជារូបផ្ទះដ៏ស្រស់ស្អាតហ្នឹងហើយយើងធ្វើការ download បានមិនថាវីដេអូអ្វីទេបាទហ្នឹងហើយឬក៏មិនថា clip អីទេបើសិនជាយើងត្រូវការ download ហ្នឹងគឺយើងធ្វើដូចគេហៅថាវិធីខាងដើមដែលខ្ញុំបានណែនាំមិញហ្នឹងមិត្តទាំងអស់គ្នាបើអញ្ចឹងមិត្តណាទាំងអស់គ្នាដែលចង់ធ្វើការ download នៅclear video ផ្សេងពី TikTok ក៏ដោយឬក៏ពី Facebook page ក៏ដោយគឺយើងធ្វើការ download បានទាំងអស់បាទបើអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះឯងហើយក៏សូមអរគុណដល់មិត្តទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំហើយក៏សូមធ្វើការចុច like ឬក៏ follow ម្នាក់មួយផងបាទ